សួស្តីអ្នកទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube នេះគឺជាដីដែលយើងទេទុកធ្វើជាស្ទូតរបស់ព្រះហើយខ្ញុំចង់និយាយអំពីសេចក្តីដែលមកអំពីព្រះថ្ងៃនេះជាថ្ងៃច័ន្ទទី8 ឆ្នាំ2026គឺជាខែកុម្ភៈយើងឃើញថាបច្ចុប្បន្នមានហោរាជាច្រើនដែលបានសិក្សាលើបទគម្ពីរដែលចែងទុកនៅក្នុងសៀវភៅហៅថាព្រះគម្ពីរប៊ីបសពថ្ងៃដែលគេយកទៅសិក្សាទៅរៀនអ្នកណាក៏ជឿព្រះអ្នកខ្លះក៏មិនជឿឃើញថាការកាត់ស្រែឬក៏បកស្រាយមានការខ្វះចន្លោះប៉ុន្តែបើអ្នកណាដែលជឿដល់ព្រះសូមកុំឲ្យស្ដាប់ទៅនឹងការបកស្រាយអ្វីឡើយគឺព្រះទ្រង់ផ្ដោតទៅលើសេចក្តីជំនឿទៅលើមនុស្សម្នាក់ៗអញ្ចឹងព្រះតតមើលនៅខាងក្នុងcủaអ្នកដែលជឿព្រោះថាមានការផុសផុលនៅរដូវកាលចុងក្រោយនេះដែលធ្វើឲ្យមានការគួរកត់សម្គាល់ហើយកន្លែងនេះគឺយើងត្រៀមទុកធ្វើជាមនុស្សគេដាំជាដូងដាំដើម្បីបញ្ជាក្នុងការបន្តដំណើរទៅមុខនៃកិច្ចការពន្ធកិច្ចរបស់ព្រះឃើញថាអស់អ្នកណាដែលជឿដល់ព្រះនោះព្រះរាប់គេថាជាកូនឲ្យព្រះទ្រង់ប្រគល់ព្រះវិញ្ញាណទ្រង់ឲ្យត្រឡប់ជាការកើតជាថ្មីអំពីព្រះតែអស់អ្នកណាដែលបានជឿដល់ព្រះយេស៊ូវគ្រីស្ទហើយគេត្រឡប់ទៅធ្វើអ្វីដែលផ្ទុយនឹងអំពះបន្ទូលនោះបញ្ហាដូច្នេះបានជាព្រះប្រទានព្រះគម្ពីរមកឲ្យយើងឲ្យដើរតាមទៅនឹង